ដើម្បីចូលទៅឆែកមើល TikTok យើងចូលមកខាងលើបងប្អូនចូលពាក្យ TikTok Studio មកអាហ្នឹងគឺឆែកទៅទៅនឹង quality របស់ account របស់យើងណាក្រែ account TikTok របស់យើងមានបញ្ហាអញ្ចឹងយើងអូសមកក្រោមមកចូលកន្លែង account check account check គឺឆែកមើលកំហុសឆ្គងអីផ្សេងៗណាអញ្ចឹងចូលបែបនេះវានឹង auto check ខ្លួនវាតែម្ដងបងប្អូនមកសញ្ញាព្រួយទៅគឺវាមានឆែកប្រហែលដូចជា 4 5 ហ្នឹងឯងអញ្ចឹងឆែក account យើងហើយឆែកការ login របស់យើងហើយឆែកវីដេអូទៀតបងប្អូនឆែកវីដេអូយើងមួយហើយអញ្ចឹងបងប្អូនឧស្សាហ៍ឆែកមើលផងក្រែងផុសតើមានបញ្ហាណាអាហ្នឹងសម្រាប់ account TikTok ដើម្បីឆែកមើលយើងចូលមកតាមលំដាប់ដូចបាញ់ទៅស្រួលទេបងប្អូនចឹងហ្នឹងគឺក្រុមហ៊ុនវា AI វា scan auto ខ្លួនវាម្ដងនេះរបស់ខ្ញុំមានមួយបងប្អូននេះអញ្ចឹងផុសទៀតទៅនឹង restrict អញ្ចឹងយើងត្រូវលុបវាចោលថ្ងៃខែឆ្នាំរបស់ខ្ញុំណាថ្ងៃតាំងពីថ្ងៃទី23ឆ្នាំ2023ហ្នឹងអញ្ចឹងខ្ញុំរកមើលវីដេអូឲ្យបងប្អូនចុចចុះចុចឡើងទៅវាអត់ឃើញនឹងចំណងជើងរបស់វាណាបងប្អូនយើងមើលចំណងជើងទៅមើលថ្ងៃទីថ្ងៃអីទៅផុសកាលមកណាណាចាំវាមានបញ្ហាច្រើនវីដេអូយើងអាន original គេវាចាប់ low quality មានតែគុណភាពអន់គេវាចាប់ដែរអញ្ចឹងបងប្អូនឧស្សាហ៍រកមើលទៅឧស្សាហ៍ scan រកមើលផងនឹងជាពិសេសបើនេះយករបស់គេមកផុសក៏វាខុសឆ្គងក៏វាចាប់បើថាយកតែវីដេអូគេមកធ្វើហើយក៏ឲ្យយើងឆែកទៅនឹងវីដេអូរបស់គេមកក៏វាមិនមានប្រយោជន៍អីដែរយើងយករបស់គេមកនោះយើងឆែកដើម្បីយើងឆែកមើលគុណភាពអីផ្សេងៗទៅដើម្បីឲ្យវាក្រុមហ៊ុនវាធ្វើឲ្យ account យើងល្អទៅណាកំតែវាបើថាថ្ងៃទៅមុខទៅយើងរកលុយបានហ្នឹងគឺវាមិនរកលុយបានទេអញ្ចឹងបងប្អូនចង់រកលុយបានយើងឆែករកមើលបងប្អូនមិញខ្ញុំឃើញនេះទីទៀតខ្ញុំឃើញហើយនេះវីដេអូខ្ញុំខុសណាវីដេអូដែលខ្ញុំប្រឡងក្នុងកន្លែងធ្វើការអញ្ចឹងនេះចូលកន្លែងលុបមកត្រេ3ហ្នឹងមកហើយរកពាក្យថា delete ឬក៏សញ្ញាធុងសម្រាប់ណាបងប្អូនចុចចូលមើលទៅហើយយើងមើលតាមកាយវិការហ្នឹងទៅអញ្ចឹងយើងចូលលុបចោលបងប្អូនអញ្ចឹងកំហុសខ្ញុំធ្វើវីដេអូដែលតាក់ទងនឹងវីដេអូរបស់ខ្ញុំណាពីវីដេអូហើយពីវីដេអូហ្នឹងគឺយើងមិនដឹងថាវាខុសដែរអញ្ចឹងដោយសារតែយើងធ្វើធម្មតាទេគ្រាន់តែក្រុមហ៊ុនវាចាប់ប្រហែលជាផ្នែកខាងវិទ្យាសាស្ត្រផ្នែកខាងថ្នាំពេទ្យថ្នាំអីណាគេក្រុមហ៊ុនវាចាប់ហើយយើងរកទៀតបងប្អូនយើងរកទៀតក្រែងមានវីដេអូណាមួយទៀតពេលមិញវាចាប់តែមួយនេះបងប្អូនអញ្ចឹងខ្ញុំធ្វើពីរវីដេអូហ្នឹងអញ្ចឹងខ្ញុំលុបចោលទាំងពីរបងប្អូនចោលទាំងពីរក្រែងទុកទៅវាក្រុមហ៊ុនវាចាប់ថ្ងៃក្រោយទៀតណាខ្ញុំលុបចោលអាហ្នឹងគ្រាន់តែការឆែកមើល account របស់យើងទេដើម្បី account របស់យើងនៅល្អបើយូរកំហុសឆ្គងនឹងយកបានដោះស្រាយវានឹងកាន់ឡើងកាន់តែច្រើនអញ្ចឹងយើងចូលមកម្ដងទៀតបងប្អូនរួចរាល់ហើយណាពីវីដេអូហ្នឹងឯងអញ្ចឹងតាមពិតខុសតែមួយទេតែខ្ញុំរាប់ទាំងចោលទាំងពីរឥឡូវខ្ញុំឆែកមើលម្ដងទៀតហើយក្រែងយើង scan មើលម្ដងទៀតក្រែងវាមានបញ្ហាមិនអីទៀតណាអញ្ចឹងយើងអូសមើលឲ្យក្រុមហ៊ុនវា scan យើងមកត្រេទៅមកត្រេទៅដំណាក់កាលមួយទៅដំណាក់កាលមួយណានឹងយើងឲ្យវា scan មកទៅបើថាមានបញ្ហាយើងឆាប់លុបទៅហើយអញ្ចឹងចំណុចហ្នឹងគឺនេះបងប្អូនឃើញគឺនៅល្អមែន account យើងនឹង inconsistent តែម្ដងវាល្អនឹងគ្រាបែបហ្នឹងគឺល្អអរគុណច្រើនបងប្អូនជម្រាបលាបាយ